បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀត BYD Cambodia បានរៀបចំពិធីអបអរសាទរអតិថិជនជាម្ចាស់រថយន្ត 10000 នាក់និងពិធីប្រគល់រថយន្តទី 10000 គ្រឿងជូនអតិថិជនរបស់ខ្លួនក្រុមបរិយាកាសរីករាយនិងមានការចូលរួមពីដៃគូឧស្សាហកម្មតំណាងសារព័ត៌មាននិងម្ចាស់រថយន្តដើម្បីរួមគ្នាធ្វើជាសាក្សីនៃសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការចាក់ឫសយ៉ាងជ្រៅលើទីផ្សារកម្ពុជាការទម្លាយភាពជោគជ័យនៃការលក់រថយន្ត 10000 គ្រឿងនេះមិនត្រឹមតែជាការបង្ហាញឲ្យឃើញដោយផ្ទាល់នៅការទទួលស្គាល់ពីទីផ្សារនោះទេប៉ុន្តែក៏ជាលទ្ធផលនៃកម្លាំងស្នូលដ៏រឹងមាំរបស់ BYD ក្នុងការចាក់ឫសនិងបម្រើអ្នកប្រើប្រាស់ក្នុងស្រុកលើគ្រប់ទម្រង់ដោយផ្អែកទៅលើវិស័យស្នូលទាំង 5 គឺការផលិតរោងចក្រក្នុងស្រុកការសម្របសម្រួលប្រព័ន្ធឆ្លាតវៃជាភាសាខ្មែរបណ្ដាញសេវាកម្មគ្រប់ដណ្ដប់គ្រប់តំបន់ឃ្លាំងស្តុកគ្រឿងបន្លាស់ខ្នាតធំនិងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងស្រុកនិងទំនុកចិត្តរបស់អតិថិជនទៅលើម៉ាកសញ្ញាផលិតផលនិងសេវាកម្មលោកឆាលីយ៉ាងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបុតសម្ព័ន្ធ Harmony Ica Cambodia បានថ្លែងនៅក្នុងពិធីអបអរសាទរនេះថាការសម្រេចនៅការប្រគល់រថយន្តចំនួន 10000 គ្រឿងដោយជោគជ័យរបស់ BYD គឺជាជំហានទៅមុខដ៏សំខាន់មួយនៃការចាក់ឫសយ៉ាងជ្រៅនៅក្នុងទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជានៅពីក្រោយសមិទ្ធផលដ៏លេចធ្លោមួយនេះគឺកើតចេញពីការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់និងទំនុកចិត្តដ៏ពិតប្រាកដរបស់ម្ចាស់រថយន្តកម្ពុជារាប់ម៉ឺននាក់ហើយក៏ជាផ្លែផ្កានៃការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់និងការជំនះឧបសគ្គនានាជាជំហានរបស់ក្រុមការងារក្នុងស្រុកលោកសង្កត់គុណថាចាប់តាំងពីបានឈានជើងចូលទៅក្នុងទីផ្សារកម្ពុជា BYD តែងតែប្រកាន់ខ្ជាប់នៅទស្សនវិជ្ជានៃការអភិវឌ្ឍរយៈពេលវែងដោយបោះបង់ចោលនៅគំនិតអាជីវកម្មរយៈពេលខ្លីហើយប្រកាន់ភ្ជាប់នៅការចាក់ឫសការរៀបចំខ្លួនឲ្យស៊ីសង្វាក់គ្នានិងការបម្រើប្រជាជនក្នុងស្រុកចាប់តាំងពីការបង្កើតឧស្សាហកម្មរូបវ័ន្តការដាក់បញ្ចូលបច្ចេកវិទ្យាឆ្លាតវៃការបង្កើតបណ្ដាញសេវាកម្មការធ្វើឲ្យប្រសើរប្រព័ន្ធគ្រឿងបន្លាស់រហូតដល់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងស្រុកក្រុមហ៊ុនបានបំពេញកាតព្វកិច្ចសង្គមរបស់សហគ្រាសយ៉ាងពិតប្រាកដលោកបានបង្ហាញនៅទស្សនវិស័យថានៅថ្ងៃអនាគតក្រុមហ៊ុននឹងបន្តបង្កើនការវិនិយោគលើការរៀបចំយុទ្ធសាស្ត្រលក្ខណៈក្នុងស្រុកពេញលេញដើម្បីតបស្នងនៅទំនុកចិត្តរបស់ម្ចាស់រថយន្តគ្រប់រូបតាមរយៈផលិតផលដែលមានគុណភាពខ្ពស់បច្ចេកវិទ្យាដ៏រឹងមាំនិងសេវាកម្មដ៏កក់ក្ដៅព្រមទាំងបន្តជួយជំរុញការធ្វើទំនើបកម្មការធ្វើដំណើរបៃតងនៅកម្ពុជានិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យថាមពលថ្មីក្នុងស្រុកសូមបញ្ជាក់ថា BYD បានចំណាយទុនវិនិយោគចំនួន$32 លានអាមេរិកដើម្បីបង្កើតរោងចក្រផលិតរថយន្តថាមពលថ្មីដំបូងបង្អស់នៅកម្ពុជាដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុនាពេលបច្ចុប្បន្នរោងចក្រនេះបានដាក់ឲ្យដំណើរការផលិតកម្មដោយជោគជ័យដោយសម្រេចបាននូវការផលិតរថយន្តបានទាំងមូលនៅក្នុងស្រុក BYD ក៏នឹងបន្ថែមទុនវិនិយោគ$6 លានលើមជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់ដើម្បីជំរុញការធ្វើឲ្យប្រសើរប្រព័ន្ធអេកូឡូស៊ីសេវាកម្មក្នុងស្រុក